ក្មេងស្រីតូចម្នាក់ដោយចិត្តមេត្តាបានឲ្យនំផ្កាអូស្មန်ថូសខេកមួយដុំទៅបុរសអត់ឃ្លានម្នាក់ដែលរឿងនេះធ្វើឲ្យនាងភ្ញាក់ផ្អើលបន្ទាប់ពីបុរសនោះឆ្អែតហើយគាត់ក៏លួងលោមនាំក្មេងស្រីនោះទៅជ្រុងមួយដែលស្ងាត់ដាក់នាងទៅក្នុងបាវហើយនាំយកទៅផ្ទះដើម្បីឲ្យក្លាយជាប្រពន្ធកូនប្រុសរបស់គាត់នៅពេលឪពុករបស់ក្មេងស្រីនោះត្រឡប់មកវិញគាត់រកកូនស្រីមិនឃើញទៀតឡើយពេលវេលាបានកន្លងផុតទៅ10ឆ្នាំក្មេងស្រីនោះបានធំធាត់ក្លាយជាយុវតីម្នាក់ទោះបីជាឪពុករបស់នាងបានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសក៏ដោយក៏គាត់មិនដែលឈប់ស្វែងរកកូនស្រីរបស់គាត់ឡើយរហូតដល់ថ្ងៃមួយគាត់បានឃើញក្មេងស្រីម្នាក់កំពុងលក់នំផ្កាអូស្មန်ថូសនៅទូកតាមផ្លូវគាត់បានទិញមួយដុំមកសាកហើយគាត់មានការតក់ស្លុតយ៉ាងខ្លាំងដោយរសជាតិគឺដូចគ្នាបេះបិទទៅនឹងនំដែលគាត់ធ្លាប់ធ្វើដោយមានក្លិនជីរង្កាំតិចគាត់បានសួរក្មេងស្រីនោះថាហេតុអ្វីបានជានាងដឹងថាត្រូវដាក់ជីរង្កាំក្នុងនំផ្កាអូស្មန်ថូសក្មេងស្រីនោះឆ្លើយថានាងចាំមិនសូវច្បាស់នោះទេនាងនិយាយថានាងបានព្រាត់ពីគ្រួសារនៅអាយុ8ឆ្នាំហើយបន្ទាប់ពីប៉ះទង្គិចក្បាលនាងក៏បានភ្លេចរឿងជាច្រើនប៉ុន្តែនាងចាំរំលេចថានំផ្កាអូស្មန်ថូសគឺគួរតែមានរសជាតិឆ្ងាញ់ពេលលើបែបនេះប្រធានក្រុមហ៊ុនក៏រំភើបយ៉ាងខ្លាំងដោយដឹងថាក្មេងស្រីនេះគឺជាកូនស្រីរបស់គាត់ដែលបានបាត់ខ្លួនជាច្រើនឆ្នាំគាត់បានឲ្យជំនួយការរបស់គាត់ស៊ើបអង្កេតគ្រួសារបច្ចុប្បន្នរបស់ក្មេងស្រីនោះភ្លាមដោយប្រាជ្ញាថានឹងសងគុណឪពុកម្ដាយចិញ្ចឹមរបស់នាងចំពោះចិត្តមេត្តារបស់ពួកគេទោះជាយ៉ាងណាក៏ដោយអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺប្អូនប្រុសចិញ្ចឹមរបស់នាងដែលបានសន្យាថានឹងរៀបការជាមួយនាងកំពុងតែលួចតាក់ទងជាមួយស្នេហាដំបូងរបស់គាត់ខណៈនោះក្មេងស្រីដ៏ស្លូតត្រង់ម្នាក់នេះកំពុងតែលក់នំផ្កាអូស្មန်ថូសនិងសន្សំប្រាក់ដោយរងចាំគូដណ្ដឹងដែលក្បត់ចិត្តនាងមកចូលរោងការដោយមិនដឹងថាខ្លួនគ្រាន់តែជាកម៉ាស៊ីនផលិតលុយគីសម្រាប់គេតែប៉ុណ្ណោះថ្ងៃបន្ទាប់គាត់បានទៅស្ដីដណ្ដឹងកូនស្រីរបស់អ្នកមានម្នាក់ដែលជាស្នេហាដំបូងរបស់គាត់ប៉ុន្តែពួកគេបានតម្រូវឲ្យគាត់មានផ្ទះផ្ទាល់ខ្លួនមួយខ្នងប្រាក់$400,000គឺជាចំនួនដែលមិនអាចទៅរួចសម្រាប់និស្សិតក្រីក្រដូចគាត់បានសម្រេចចិត្តបោកបញ្ឆោតក្មេងស្រីនោះឲ្យខ្ចីប្រាក់ដើម្បីទិញផ្ទះឲ្យគាត់ដោយមិនប្រាប់នាងពីគោលបំណងពិតប្រាកដនោះទេគាត់បានកុហកថានឹងដាក់ឈ្មោះនាងលើប្លង់កម្មសិទ្ធិបន្ទាប់ពីនាងចុះហត្ថលេខាតាមទូរស័ព្ទគាត់ទទួលបានប្រាក់កម្ចី$500,000យ៉ាងរហ័សហើយបានយកទៅទូទាត់ថ្លៃផ្ទះដែលនឹងក្លាយជាផ្ទះរៀបការរបស់ពួកគេមកដល់ចំណុចនេះក្មេងស្រីនោះនៅតែមិនដឹងខ្លួនថាត្រូវគេបោកហើយគិតថាការទិញផ្ទះនេះគឺសម្រាប់រៀបការជាមួយគ្នាជាអកុសលនាងមិនមែនជាកូនក្រមុំឡើយខណៈពេលកំពុងរើអីវ៉ាន់នាងបានឃើញផ្ទាំងប៉ាណូមួយដោយចៃដន្យបុរសដែលធ្លាប់សន្យារៀបការជាមួយនាងកំពុងតែរៀបការជាមួយអ្នកដទៃដោយមិនអាចជឿបាននាងបានដើរចូលទៅក្នុងកន្លែងរៀបការហើយឃើញថាកូនកំលោះគឺពិតជាគេមែនដំបូងឡើយនាងខឹងសម្បាយ៉ាងខ្លាំងប៉ុន្តែបន្ទាប់ពីគេថ្លែងអំណរគុណដល់ឪពុកនិងប្រពន្ធរបស់គេជាសាធារណៈនាងមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងក្នុងនាមជាកូនក្រមុំដែលត្រូវបានគេយកមកចិញ្ចឹមនាងបានធ្វើការដោយមិននឿយហត់ជារៀងរាល់ថ្ងៃដើម្បីផ្គត់ផ្គង់ការសិក្សាឲ្យគេហើយថែមទាំងបរិច្ចាគតម្រងនំរបស់នាងដើម្បីសង្គ្រោះជីវិតគេនៅពេលគេឈឺទៀតផងគេចងចាំរឿងទាំងអស់នេះបានច្បាស់ឬបែបនេះក្មេងស្រីនោះគិតថាគេកំពុងថ្លែងអំណរគុណដល់នាងប៉ុន្តែនៅពេលដែលកូនក្រមុំត្រូវបានអញ្ជើញឡើងលើឆាកក្មេងស្រីនោះទើបដឹងថាគេមិនបានរៀបការជាមួយនាងទេការមើលឃើញគេសុំរៀបការជាមួយស្ត្រីម្នាក់ទៀតធ្វើឲ្យនាងឈរនៅទីនោះដោយភាពតក់ស្លុតមិនគួរឲ្យជឿទន្ទឹមនឹងនេះជំនួយការរបស់ប្រធានក្រុមហ៊ុនបានស៊ើបអង្កេតចប់សពគ្រប់ដោយបញ្ជាក់ថាក្មេងស្រីនោះពិតជាកូនក្រមុំដែលគេយកមកចិញ្ចឹមមែននាងបានចិញ្ចឹមគេអស់ជាច្រើនឆ្នាំដោយធ្វើការ3កន្លែងក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ការសិក្សារបស់គេដោយទឹកភ្នែកនាងបានងាកចេញទៅហើយនិយាយថាពួកខ្ញុំគឺជាមនុស្សដែលគេសន្យាថានឹងរៀបការជាមួយគឺជាការមិននឹកស្មានដល់គេបានរុញនាងចេញខណៈពេលដែលកូនក្រមុំយល់ច្រឡំថានាងជាអ្នកមកបង្កចលាចលក្នុងពិធីរៀបការដើម្បីទារលុយហើយបានបោះលុយដាក់នាងឲ្យនាងចេញទៅក្មេងស្រីនោះនឹកឃើញអ្វីគ្រប់យ៉ាងដែលនាងបានលះបង់ដើម្បីគ្រួសារនេះអស់ជាច្រើនឆ្នាំប៉ុន្តែពេលនេះមិនត្រឹមតែគេបដិសេធនាងប៉ុណ្ណោះទេសូម្បីតែឪពុកចិញ្ចឹមរបស់នាងក៏បានអះអាងជាសាធារណៈថាគាត់មិនស្គាល់នាងដែរដោយព្រមាននាងថាប្រសិនបើនាងបង្កចំនួនក្នុងពិធីរៀបការរបស់កូនប្រុសនិងកូនប្រសារគាត់នឹងមិនលើកលែងឲ្យនាងឡើយប្រធានក្រុមហ៊ុនដែលឃើញនាងត្រូវគេអាម៉ាស់មុខបានខឹងសម្បាយ៉ាងខ្លាំងប៉ុន្តែជំនួយការរបស់គាត់បានរំលឹកគាត់ថាលទ្ធផលឌីណានៅមិនទាន់ចេញនៅឡើយទេដូច្នេះពួកគេមិនអាចធ្វើសកម្មភាពដោយប្រថុយប្រឋានបានទេគាត់អាចត្រឹមតែបន្តសម្លឹងមើលដើម្បីរកភស្តុតាងដែលថានាងមានកិច្ចសន្យាអាពាហ៍ពិពាហ៍ជាមួយកូនកំលោះក្មេងស្រីនោះបានយកទូរស័ព្ទរបស់នាងចេញមកប៉ុន្តែវាបង្ហាញពីប្រាក់កម្ចីចំនួន$500,000ដែលធ្វើឲ្យកូនក្រមុំកាន់តែជឿជាក់ថានាងមកទីនេះគ្រាន់តែដើម្បីលុយប៉ុណ្ណោះបន្ទាប់មកកូនក្រមុំបានស្នើឲ្យកូនកំលោះវាយក្មេងស្រីនោះជាសាធារណៈដើម្បីបង្ហាញថាគេមិនពាក់ព័ន្ធនឹងនាងឃើញដូច្នេះបុរសនោះនៅតែស្ងៀមស្ងាត់ទាំងម្ដាយក្មេកនិងឪពុករបស់គេសុទ្ធតែជំរុញឲ្យគេប្រញាប់ធ្វើវាក្មេងស្រីនោះបានសួរទាំងទឹកភ្នែកថាតើអ្នកពិតជាចង់បំបាក់ជើងខ្ញុំមែនទេតើអ្នកចាំបានទេថាខ្ញុំធ្លាប់បរិច្ចាគតម្រងនំឲ្យអ្នកឬដូច្នេះកូនក្រមុំគិតថាក្មេងស្រីនោះកំពុងនិយាយរឿងមិនសមហេតុផលក្មេងស្រីនោះបានលើកសម្លៀកបំពាក់ឡើងបង្ហាញស្លាកស្នាមដោយអះអាងថាតម្រងនំមួយរបស់នាងនឹងស្ថិតនៅក្នុងរាងកាយរបស់បុរសនោះជារៀងរហូតស្លាកស្នាមនេះមិនអាចលុបបំបាត់បានឡើយព្រោះវាជាភស្តុតាងនៃភាពអកញ្ញូរបស់បុរសម្នាក់នេះឃើញដូច្នេះអ្នកគ្រប់គ្នាចាប់ផ្ដើមនិយាយគ្នាដោយចោទប្រកាន់បុរសនោះថាបានតបស្នងសងគុណដោយការក្បត់បុរសនោះភ័យរហូតដល់មិនអាចនិយាយអ្វីបានឪពុករបស់គេបានឆ្លៀតឱកាសនោះរុញក្មេងស្រីនោះដួលទៅនឹងដីរួចបង្កប់ឲ្យសន្តិសុខអូសនាងចេញទៅក្នុងគ្រាដ៏សំខាន់នោះលទ្ធផល test DNA ក៏ចេញមកប្រធានក្រុមហ៊ុនបានដឹងថាក្មេងស្រីនោះគឺជាកូនស្រីបង្កើតរបស់គាត់ដោយកំហឹងគាត់បានបោកកែវទឹកចោលរួចបោះជំហានទៅមុខហើយនិយាយថាលើលែងកូនស្រីខ្ញុំឃើញបុរសចំណាស់ម្នាក់ចេញមុខការពារក្មេងស្រីនោះកូនក្រមុំបានមួបង្កាច់ក្មេងស្រីនោះថាជាស្រីកំណានរបស់បុរសចំណាស់ដោយចោទសួរថាតើមានអ្នកណាចង់បាននាងនៅពេលដែលនាងចាស់និងអាក្រក់បែបនេះបុរសនោះខឹងយ៉ាងខ្លាំងដោយជឿថាក្មេងស្រីនោះបានក្បត់គេយូរមកហើយក្មេងស្រីនោះបានប្រកែកទៅវិញថានាងមិនមានទំនាក់ទំនងមិនសមរម្យជាមួយបុរសចំណាស់នោះទេប្រធានក្រុមហ៊ុនបានប្រាប់នាងថាមិនចាំបាច់បញ្យល់ទេព្រោះអ្នកដែលត្រូវសុំទោសគឺឪពុកនិងកូនប្រុសមួយគូនេះអស់រយៈពេលជាច្រើនឆ្នាំក្មេងស្រីនោះបានធ្វើការយ៉ាងនឿយហត់ដើម្បីរកលុយគ្រាន់តែដើម្បីឲ្យឪពុកនិងកូនប្រុសនោះមានជីវិតរស់នៅល្អនាងមិនដែលរំពឹងថាពួកគេនឹងសងគុណវិញឡើយដោយការក្បត់ប្រធានក្រុមហ៊ុនបានបង្ខំឲ្យបុរសនោះប្រាប់អ្នកគ្រប់គ្នាថាក្មេងស្រីនោះពិតជានរណាបុរសនោះមិនដឹងថាត្រូវឆ្លើយយ៉ាងណារឿងនេះធ្វើឲ្យកូនក្រមុំមិនសប្បាយចិត្តយ៉ាងខ្លាំងនាងបានស្ដីបន្ទោសក្មេងស្រីនោះនិងបុរសចំណាស់ថាបង្កប់បញ្ហាក្នុងពិធីរៀបការហើយបញ្ជាឲ្យសន្តិសុខបណ្ដេញពួកគេចេញក្មេងស្រីនោះបានសួរបុរសនោះម្ដងទៀតថាអ្នកមិនស្គាល់ខ្ញុំមែនទេ
ខ្ញុំជាបងស្រីរបស់អ្នកមុនពេលបរិះនោះអាចនិយាយអ្វីបានឪពុករបស់គេបានត្រៀមបញ្ជាឲ្យសន្តិសុខបង្ខំឲ្យពួកគេចេញប្រធានក្រុមហ៊ុនបានដកកិច្ចសន្យាបដូរតម្រងនំចេញមកភ្លាមដែលជាភស្តុតាងបញ្ជាក់ថាក្មេងស្រីនោះពិតជាធ្លាប់បានផ្ដល់តម្រងនំឲ្យបរិះនោះមែនដូច្នេះបរិះនោះមិនមែនជាអ្វីក្រៅពីសត្វតិចឆានហើយមិនសមនឹងរស់នៅលើโลกនេះឡើយបន្ទាប់ពីបែបនេះភ្ញៀវទាំងអស់ក៏បានរិះគន់បរិះនោះយ៉ាងចាស់ដៃទោះបីជាគេជាសិស្សឆ្នើមម្នាក់ក៏ដោយប៉ុន្តែការអាម៉ាស់មុខដែលគេធ្វើទៅលើអ្នកសង្គ្រោះជីវិតរបស់គេធ្វើឲ្យគេមិនខុសពីសត្វតិចឆានឡើយបរិះនោះភ័យខ្លាចយ៉ាងខ្លាំងគេប្រាប់កូនក្រមុំថារឿងទាំងអស់នេះមិនមែនជាការពិតទេកូនក្រមុំបានទះកំភ្លៀងគេនាងប្រកាសថាពិធីរៀបការត្រូវតែលុបចោលនៅថ្ងៃនេះបរិះនោះប្រញាប់សុំទោសដោយអះអាងថាគេពិតជាបានកុហកនាងមែនប៉ុន្តែដោយគិតពីរយៈពេល4ឆ្នាំដែលពួកគេរួមរស់ជាមួយគ្នាគេសង្ឃឹមថាកូនក្រមុំនឹងមិនលុបចោលពិធីរៀបការនៅពេលនេះឡើយឪពុករបស់បរិះនោះក៏ចាប់ផ្ដើមសុំទោសដោយសារភាពថាការរៀបចំឲ្យក្មេងស្រីនោះបរិច្ចាគតម្រងនំគឺជាគំនិតរបស់គាត់ដូច្នេះវាគ្មានពាក់ព័ន្ធនឹងកូនប្រុសរបស់គាត់ទេបន្ទាប់មកបរិះនោះក៏សុំជំនួយពីម្ដាយក្មេកគាត់តែងតែចូលចិត្តបរិះនោះបំផុតចុងក្រោយនាងបានផ្ដល់ឱកាសឲ្យគេមួយលើកដោយទាមទារឲ្យគេកាត់ផ្ដាច់ទំនាក់ទំនងជាមួយឪពុកនិងក្មេងស្រីនោះចាប់ពីពេលនោះទៅគេនឹងក្លាយជាកូនប្រសារដែលរស់នៅជាមួយគ្រួសារខាងស្រីពេលនោះគេនឹងអាចទទួលបានការគាំទ្រពីឪពុកក្មេកក្នុងអាជីពរបស់គេនៅពេលនោះបរិះនោះមិនព្រមកាត់ផ្ដាច់ទំនាក់ទំនងជាមួយឪពុកទេដូច្នេះគេបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្មេងស្រីនោះហើយកាត់បន្ថយការតាក់ទងជាមួយឪពុកឬបែបនេះក្មេងស្រីនោះមានអារម្មណ៍បាក់បែកចិត្តភ្លាមបរិះនោះចាប់ផ្ដើមស្ទាក់ស្ទើរម្ដងទៀតនៅពេលឃើញបែបនេះទាំងកូនក្រមុំនិងម្ដាយក្មេកសុទ្ធតែបង្ខំឲ្យគេធ្វើការសម្រេចចិត្តចុងក្រោយប្រសិនបើគេជ្រើសរើសកូនក្រមុំគេនឹងមានអនាគតដ៏ភ្លឺស្វាងយ៉ាងណាមិញឪពុកក្មេករបស់គេគឺជាអនុប្រធានក្រុមហ៊ុនប៉ុន្តែចំពោះក្មេងស្រីដែលបានចិញ្ចឹមគេតាំងពីតូចគេក៏មិនអាចបំភ្លេចគុណនោះបានដែរគេធ្លាក់ចូលក្នុងភាពអស់សង្ឃឹមភ្លាមដើម្បីទ្រព្យសម្បត្តិនិងឋានៈឪពុករបស់គេបានជ្រើសរើសកូនក្រមុំឲ្យគេកូនក្រមុំមិនចង់ឲ្យអ្នកណានិយាយអ្វីទៀតទេនាងចង់ឲ្យបរិះនោះធ្វើការសម្រេចចិត្តតែប៉ុណ្ណោះបរិះនោះនៅតែស្ទាក់ស្ទើរម្ដងទៀត